នៅណាខ្លះដែលមានចំណូលតិចចំណាយច្រើនដូចខ្ញុំហើយថ្ងៃនេះត្បិតត្បៀតខំហូបត្រីប្រៃហូបអីហ្នឹងបងប្អូនប៉ុន្តែនៅតែអស់ច្រើនទៀតដោយសារតែមួយពេលហ្នឹងគឺមន់មួយហើយមន់មួយហ្នឹងមិនថាយើងហូបអត់ចេះសំចៃអីទេបងប្អូនដោយសារតែគ្រួសារខ្ញុំធំមានគ្នាច្រើនអញ្ចឹងស្ងោម្ដងមួយបានហូបគ្រប់ហើយមន់មួយត្រីប្រៃមួយចានហើយនៅម្ហូបនេះនោះក៏ពេកកពុកទៀតបងប្អូនមិនថាគ្រប់មិនមែនតែមន់មួយនឹងគ្រប់ទេហើយសេដ្ឋកិច្ចសពថ្ងៃនេះបងប្អូនទាំងអស់គ្នាបានដឹងអញ្ចឹងមកស្អីយើងអញសំចៃបានក៏ល្អអញ្ចឹងណាតែសម្រាប់ខ្ញុំសំវាអត់កើតសាច់មន់ហ្នឹងគឺខ្ញុំស្ងោមន់ណាបងប្អូនហើយចុងស្លាប់មន់គឺខ្ញុំអត់ហូបទេបងប្អូនដោយសារតែខ្ញុំធ្លាប់មើលវីដេអូបរទេសគេបានបង្ហាញថាចុងស្លាប់មន់ខាងចុងហ្នឹងបងប្អូនវាមានមេរោគអញ្ចឹងខ្ញុំក៏ទម្លាប់អត់ហូបតាំងពីនឹងរហូតមកដល់ឥឡូវនឹងវាគ្រាន់តែជាបទពិសោធន៍ដែលខ្ញុំធ្លាប់មើលវីដេអូទេបងប្អូនប៉ុន្តែជាក់ស្ដែងដឹងមិនទេហើយការស្ងោរបស់ខ្ញុំគឺខ្ញុំដាក់ស្លាបព្រាចូលរបៀបហ្នឹងដោយសារតែខ្ញុំធ្លាប់ឮម៉ែរបស់ខ្ញុំគាត់និយាយថាពេលដែលយើងដាក់ស្លាបព្រាទៅវាឆាប់ផុយសាច់អញ្ចឹងហើយក៏សម្រេចចិត្តដាក់ស្លាបព្រាចូលដូចម៉ែនិយាយទៅឆាប់ផុយរបស់គាត់មែនតើបងប្អូនឃើញត្រីប្រៃដែលនៅក្បាលវីដេអូមិញហ្នឹងគឺខ្ញុំមិនធ្វើឲ្យម៉ែហូបទេណាត្រីប្រៃហ្នឹងគឺខ្ញុំហូបខ្លួនឯងហើយយូរម្ដងទេសម្រាប់មុខម្ហូបខ្មែររបស់យើងនិយាយពីថាយូរបានម្ដងនឹងជាតិអើយជាតិបងប្អូនឆ្ងាញ់ហ្មងណាគ្រប់ពេលការធ្វើម្ហូបរបស់ខ្ញុំគឺតែងតែមានធម្មជាតិពណ៌បៃតងខៀវខ្ចីជុំវិញផ្ទះរបស់ខ្ញុំគឺអមជាមួយនឹងភ្នែកខ្ញុំរហូតមកបងប្អូនធ្វើម្ហូបបដាមើលទេសភាពបដាគ្រាន់តែលងលយជាមួយទេសភាពហ្នឹងម៉ែខ្ញុំចាំបាយឡងយូរហើយស្ងោសាច់មាន់នេះគឺខ្ញុំស្ងោលក្ខណៈសុខភាពដែរទេបើន័យថាយើងស្ងោអត់ដិតទេបងប្អូនរសជាតិស្រាលហើយឆ្លៀតពេលដែលកំពុងដាក់ស្ងោមាន់ហ្នឹងបងប្អូនទឹកវាអត់ទាន់ពុះយើងមកធ្វើជ្រក់ឲ្យហើយសម្រាប់ជ្រក់របស់ខ្ញុំធ្វើលក្ខណៈថាទឹកប្រហុកឈ្ងុយតិចៗចឹងណាបងប្អូនតែទឹកប្រហុកហ្នឹងគឺធ្វើហូបខ្លួនឯងដូចគ្នានិយាយទៅម៉ែខ្ញុំក៏អាចហូបទឹកប្រហុកបានទេហើយយើងមានលឹកខ្ទឹមបន្តិចម្ទេសបន្តិចជីនាងវងបន្តិចខ្ទឹមសបន្តិចខ្ទឹមក្រហមបន្តិចហើយសម្រាប់ប្រហុកវិញខ្ញុំក៏យកតែសាច់ប្រហុកតែបន្តិចណាបងប្អូននិយាយទៅតិចមែនទែនហើយច្របាច់ក្រូចឆ្មាចូលបន្តិចមកដាក់ទឹកសម្លចូលនិយាយទៅគឺថាឈ្ងុយឆ្ងាញ់ហ្មងហើយឆ្លៀតពេលហ្នឹងយើងមកលាយគ្រឿងសម្រាប់ត្រីប្រៃយើងហើយទៅបងប្អូនត្រីប្រៃដាក់តែ3ស្លាបព្រាមកស្ករ1ស្លាបព្រាប៊ីចេង1ស្លាបព្រាមកបងប្អូនដាក់ម្ទេសបន្តិចក្រូចឆ្មាបន្តិចអូនិយាយពីថាជាតិឆ្ងាញ់មែនទែនហ្មងហើយអ្វីដែលធ្វើឲ្យត្រីប្រៃឆ្ងាញ់ខ្វះបានគឺម្ទេសហ្នឹងហ្មងមិនសិនជាអ្នកណាដែលគាត់ចូលចិត្តហូបរបៀបហ្នឹងដឹងឲ្យថាឆ្ងាញ់ហ្មងសម្រាប់ខ្ញុំថ្ងៃនេះគ្រាន់តែហូបត្រីប្រៃហើយឈឺកនិយាយអត់ចង់ចេញហ្មងបងប្អូនដោយសារតែខ្ញុំលាក់ស៊ីជាមួយគ្រឿងផ្អាប់ដល់ពេលដាក់ទៅមានណាឈឺយកហ្មងប៉ុន្តែអត់អីទេមួយថ្ងៃដោយសារតែថ្ងៃនេះបានហូបបន្លែច្រើនដែរគ្រាន់តែថាបន្លែហ្នឹងឆៅទៀតបងប្អូនអត់បានស្ងោរឲ្យឆ្អិនទេព្រោះដោយសារតែយើងចង់ហូបលក្ខណៈឆៅជ្រលក់ជាមួយត្រីប្រៃបែបឆ្ងាញ់អញ្ចឹងណាហើយសម្រាប់មុខម្ហូបត្រីប្រៃនេះគឺជាមុខម្ហូបដែលម៉ែខ្ញុំគាត់ចូលចិត្តខ្លាំងការគាត់ជាបងប្អូនប៉ុន្តែខ្ញុំធ្វើហូបហ្នឹងអត់ឲ្យគាត់ដឹងទេប៉ុន្តែសម្រាប់គាត់វិញគឺខ្ញុំឆាពងមាន់ជាមួយនឹងខាត់ណាឲ្យគាត់ហូបដើម្បីឲ្យវាបានលក្ខណៈថាបន្លែខ្លះដើម្បីឲ្យគាត់ហូបជាមួយនឹងស្ងោរសាច់មាន់ដោយសារតែស្ងោរសាច់មាន់ខ្ញុំមិនបានដាក់បន្លែអីទេធ្វើលក្ខណៈថាឲ្យគាត់ញ៉ាំលក្ខណៈហូតទឹកអីអញ្ចឹងណាហើយពេលដែលម៉ែហូបបាយហើយគឺដល់មកខ្ញុំហូបបាយម្ដងបងប្អូនអូយឆ្ងាញ់ខ្លាំងណាស់ហ្មងអរគ្នាហូបបាយមួយខ្ញុំ